នឹកគុណមេដាបៃតាតនគាត់នៅរស់រានមានជីវិតមើលមេដានិងបៃតារបស់យើងឃើញនឹងភ្នែកដៃលោកនៅត្របំពង់កនៅប្រឈមមាត់នៅឲ្យពរយើងកើតនៅដឹងក្តៅដឹងត្រជាក់នឹងកាលណាយើងរលឹកគុណគាត់ឲ្យបានចម្រើនទៅនៅសេចក្តីល្អចំពោះគាត់នឹងជាកិច្ចមួយប្រពៃណាស់កុំចាំឲ្យហួសពីពេលនឹងទៅយើងចង់ធ្វើល្អស្អីក៏មិនសូវមានតម្លៃដូចពេលដែលយើងធ្វើជាមួយម្ដាយឪពុកយើងតនលោកនៅមើលយើងឃើញនឹងដែរជាកិច្ចមួយប្រសើរណាស់អាបៃតានឹងគឺយើងតបគុណតនលោកនៅរស់រានមានជីវិតភូមិធរភូមិសុខមិនយ៉ាងភូមិបនទៅមុខកូនរមិនត្រូវមិនស្ដាប់វាចាទេសនាម៉ែឪច្រើនតែជាងអុលផ្លូវប្រាប់កូនប្រុសស្រីតែកូនណាស់តែមិនដឹងច្រើនណាស់ទៅខឹងនឹងម៉ែឪស្ដីតាមពិតគួរស្ដាប់សូរស័ព្ទសម្ដីលោកហើយគប្បីគោរពបូជាដោយស្ដាប់ព្រះសង្ឃលំអត់អោនអង្គបង្គំវន្តាប្រពុតដាក់ក្បួនបញ្ឈួននាមេឈ្មោះថាពពាចាគ្រូខាងដើមញោមវិញពាក្យគាត់ដាស់តឿនក្រៅរំលឹកថាកុំឲ្យភ្លេចម៉ែភ្លេចឪឲ្យកូនសម័យនេះជួនកាលទៅរកអាភូមិចង់បានសេចក្តីសុខទៅរកកន្លែងដតីឯណាឆ្ងាយអំពីណែមកលុបដែលផ្ដល់